សង្ឃឹមថាថ្ងៃណាមួយរូបខ្ញុំនឹងបានជួបលោកឪពុកហើយសង្ឃឹមថារូបអ្នកនឹងហ៊ានប្រឈមមុខទទួលស្គាល់នៅការពិតហើយចេះគិតពិចារណាសុភមង្គលនៅលើវិវត្តសង្សារតែចេះគិតថាខ្លួនជាឪពុកតែចេះគិតថាខ្លួនជាមេបាតែចេះគិតថាខ្លួនមានបុត្រាតែចេះគិតថាខ្លួនមានគូសារអ្នកនរគ្នាបទនេះហើយគឺជាបទដែលខ្ញុំស្គាល់បងបានចេះស្ដាប់បទលោកប៉ែជាបំណងប្រាថ្នាតែមួយគត់តែខ្ញុំគ្រាន់តែចង់ឲ្យលោកប៉ាឈរនៅមុខខ្ញុំនៅពេលនេះរយៈពេល3ឆ្នាំខ្ញុំតែងតែឃើញមុខនាងរយៈពេល3ឆ្នាំខ្ញុំតែងតែឮសម្ដីអ្នកក្នុងរយៈពេលឆ្នាំនោះខ្ញុំចាំជានិច្ចចាំមិនភ្លេចរកទង្វើដែលអ្នកធ្លាប់ធ្វើកន្លងផ្ដោផ្ដំបីបំប្រឡែអ្នកមិនដែលទុកឲ្យខ្ញុំនៅម្នាក់ឯងព្រោះអ្នកតែងតែខ្លាចបាត់រូបខ្ញុំអ្នកមិនដែលធ្វើឲ្យខ្ញុំយំអ្នកឃើញដល់ការគ្រានោះខ្ញុំជិះលើកអ្នកដែលលេងជាមួយអ្នកមកពេលខ្ញុំនឹកឃើញម្ដងខ្ញុំស្រែកសុទ្ធទេវតាថាពេលនេះអ្នកនៅទីណាក្នុងចិត្តខ្ញុំសែនជឿសាហេតុអ្វីខ្ញុំមិនអាចហៅលោកប៉ាដូចគេតែពេលខ្ញុំដែលបានសរសេរចង់អង្វរសម្រូបអ្នកត្រឡប់វិលវិញបានទេពេលនេះខ្ញុំពិតជាត្រូវការវិលវិញបានទេលោកប៉ានិយាយទៅសម្រាប់ចម្រៀងលោកប៉ាមួយបទនេះរបស់បងវ៉ាន់ចេស្តាគាត់រៀបរាប់ពីជីវិតដែលគាត់អត់មានប៉ាខ្ញុំបានស្ដាប់វីដេអូខ្លីមួយរបស់គាត់និយាយដែរគាត់និយាយថាគាត់មានប៉ាប៉ុន្តែគាត់អត់មានសិទ្ធអាចហៅថាប៉ាបានហើយអារម្មណ៍ដែលអត់មេគ្រួសារអត់បង្គោលគ្រួសារពិតជាមានអារម្មណ៍ថាខ្វះភាពកក់ក្ដៅខ្លាំងមែនទែនហើយសម្រាប់មួយបទនេះវាចាក់ដោតដល់បេះដូងខ្ញុំខ្លាំងមែនទែនហើយខ្ញុំក៏ស្រឡាញ់មួយបទនឹងខ្លាំងជាងគេដែរគ្រប់ពេលដែលខ្ញុំនឹកឃើញទៅដល់ប៉ាខ្ញុំតែងតែស្ដាប់បទនឹងដូចគ្នាអរគុណបងវ៉ាន់ចេស្តាសម្រាប់មួយបទនេះ Yes ហើយយើងស្ដាប់បន្តទៀតលោកប៉ាវិលវេលោកប៉ាវិលវេលោកប៉ាវិលវេទឹកភ្នែកដែលបានហូរស្រក់មិនសល់ខ្លាចជាពាក្យពេចន៍កំណាពាក្យពេចន៍ដែលបានហោះហើរវាហៅមិនដូចជាចាវាដោយទៅតាមវិយោសមុទ្រសង្ឃឹមថាថ្ងៃណាមួយរូបខ្ញុំនឹងបានជួបលោកឪពុកហើយសង្ឃឹមថារូបអ្នកនឹងហ៊ានប្រឈមមុខទទួលស្គាល់នៅការពិតហើយចេះគិតពិចារណាសុភមង្គលនៅលើវិវត្តសង្សារតែចេះគិតថាខ្លួនជាឪពុកតែចេះគិតថាខ្លួនជាមេបាតែចេះគិតថាខ្លួនមានបុត្រាតែចេះគិតថាខ្លួនមានគូសារតែចេះធ្វើចិត្តឲ្យខ្លាំងតតាំងកុំចាញ់កុំញាក់មកកំសាកឈានជើងមកជួបកូនប្រុសម្នាក់នេះបន្ទូបីជាអ្នកខំប៉ុណ្ណាមានគ្មានប្រមាណអ្នករស់គ្មានឪពុកមានគ្មានប្រមាណអ្នកកើតទុកដូចជារូបខ្ញុំស្រែកយំក៏តែចង់ឃើញហើយនិយាយប្រាប់រូបអ្នកថាវិលវិញបានទេលោកប៉ាវិលវិញ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  Yes អ្នកនរគ្នាគិតមិនដែរសម្រាប់មួយបទនេះការ perform របស់គាត់ខ្ញុំមានអារម្មណ៍ថាគាត់ដាក់មនោចេតនាបានល្អខ្លាំងមែនទែនសម្រាប់មួយបទនេះធ្វើឲ្យយើងនឹកទៅដល់លោកប៉ារបស់យើងខ្ញុំក៏ដូចគ្នាដូចអីដែលខ្ញុំនិយាយចឹងពេលដែលខ្ញុំនឹកដល់ប៉ាខ្ញុំតែងតែស្ដាប់បទនឹងដូចគ្នាខ្ញុំក៏ចង់ឲ្យគាត់ត្រឡប់មកនៅក្បែរខ្ញុំដូចគ្នាប៉ុន្តែវាអត់អាចទេគាត់បានទៅហើយគាត់ទៅឆ្ងាយហើយចឹងសម្រាប់អ្នកដែលមានប៉ាមានម៉ាក់នៅក្បែរព្យាយាមធ្វើរឿងល្អៗឲ្យច្រើនមួយគាត់ស្ដាប់ដំបូងមានគាត់ខំប្រឹងរៀនខំប្រឹងធ្វើការមិនដើម្បីតែខ្លួនឯងទេគឺដើម្បីគាត់ដូចគ្នាយ៉ាហើយពីខ្ញុំទៅអត់មានអីច្រើនទេខ្ញុំមានតែប៉ុណ្្នឹងទេចាំជួបខ្ញុំវីដេអូក្រោយ